15 ទស្សនៈជំនួញរបស់ម្ចាស់ក្រុមហ៊ុនសារ៉ាដែលពីក្មេងក្រីក្រគ្មានលុយចូលសាលារៀនរហូតក្លាយទៅជាមហាសេដ្ឋីអាម៉ាន់ស៊ីអូអូតេហ្កាដែលជាអ្នកជំនួញជនជាតិអេស្ប៉ាញគឺជាស្ថាបនិកនិងជាប្រធានក្រុមហ៊ុន Aditech Group ដែលជាក្រុមហ៊ុនម៉ាកផលិតផលដ៏ល្បីឈ្មោះថា Zara, Massimo Dutti និង Pull and Bear ដែលជាសម្លៀកបំពាក់នៅក្នុងដួងចិត្តរបស់យុវវ័យជុំវិញពិភពលោកដែលទទួលបានជោគជ័យបំផុតមិនគួរឲ្យជឿថាកូនអតីតបុគ្គលិករថភ្លើងដែលធ្លាប់តែជាក្មេងក្រីក្រគ្មានសូម្បីតែលុយចូលសាលាហើយបានឈប់រៀនមករកប្រាក់ជួយផ្គត់ផ្គង់គ្រួសារនោះស្រាប់តែបច្ចុប្បន្ននេះគាត់បានក្លាយទៅជាអ្នកជំនួញដែលមានបំផុតបើតាមរបាយការណ៍ហិរញ្ញវត្ថុរបស់ Amancio Ortega គាត់មានទ្រព្យសម្បត្តិរហូតដល់ $79.5 លានដែលមានការកើនឡើង $1.7 លានដែលជាលទ្ធផលពីការកើនឡើង 2.5% នៃតម្លៃភាគហ៊ុនរបស់ Aditech ដែលជាក្រុមហ៊ុនមេរបស់ Zara ប្រសិនបើនិយាយទៅគាត់មានទ្រព្យសម្បត្តិច្រើនជាង Bill Gates នៃក្រុមហ៊ុន Microsoft ដែលមានទ្រព្យសម្បត្តិត្រឹមតែ $78.5 លានប៉ុណ្ណោះមិនមែនជារឿងងាយទេដែលគាត់អាចឈានជើងមកដល់ចំណុចនេះហើយស្ទើរតែមិនគួរឲ្យជឿថា Amancio ជាបុរសជនជាតិអេស្ប៉ាញរូបនេះធ្លាប់ជាអ្នកក្រឪពុករបស់គាត់ជាជាងធ្វើផ្លូវរថភ្លើងចំណែកឯម្ដាយរបស់គាត់ជាមេផ្ទះថ្ងៃមួយគាត់បានឮម្ដាយនិយាយអង្វរម្ចាស់លក់អីវ៉ាន់ចិត្តផ្ទះថាសូមជំពាក់ថ្លៃរបស់ប្រើប្រាស់ក្នុងផ្ទះតែម្ដាយរបស់គាត់ត្រូវអ្នកលក់អីវ៉ាន់បដិសេធទើបគាត់សម្រេចចិត្តឈប់រៀនតាំងពីអាយុ13ឆ្នាំដើម្បីស្វែងរកការងារយកប្រាក់មកជួយផ្គត់ផ្គង់ដល់គ្រួសាររបស់គាត់ការងារដំបូងដែលគាត់ធ្វើគឺជាអ្នកលក់សម្លៀកបំពាក់ឲ្យហាង Gala ដែលជាហាងសម្លៀកបំពាក់នៅក្នុងតំបន់ដែលបានលក់សម្លៀកបំពាក់សម្រាប់ពួកនេសាទលុះមកដល់អាយុ16ឆ្នាំគាត់បានកត់សម្គាល់ឃើញថាគាត់គួរតែផ្ដល់របស់ដែលជាអតិថិជនត្រូវការជាជាងផ្ដល់របស់ដែលម្ចាស់ផលិតផលត្រូវការហើយត្រូវផ្គត់ផ្គង់របស់ទាំងនោះឲ្យដល់អតិថិជនឲ្យបានឆាប់បំផុតរហូតមកដល់អាយុ36ឆ្នាំទើបគាត់ផ្ដាច់ខ្លួនមកបើកហាងសម្លៀកបំពាក់ងូតទឹករយៈឈ្មោះថា Confecon Go ដែលមានជាងកាត់សម្លៀកបំពាក់សុទ្ធតែជាមេផ្ទះទំនេរពីការងារនៅក្នុងក្រុងជាច្រើនពាន់នាក់ជាលទ្ធផលនៃឆ្នាំ1975គ្រួសាររបស់គាត់បានងើបផុតពីភាពក្រីក្ររហូតមានលទ្ធភាពបើកហាងសម្លៀកបំពាក់ស្ត្រីជារបស់ខ្លួនឯងដោយបានដាក់ឈ្មោះថា Zara ហើយមិនប៉ុន្មានឆ្នាំក្រោយមកទៀតហាងនេះបានក្លាយខ្លួនពីហាងសម្លៀកបំពាក់ធម្មតាទៅជាហាងដែលមានយីហោល្បីឈ្មោះហើយក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងនៅប្រទេសអេស្ប៉ាញនិងបានពង្រីកសាខាទៅក្រៅប្រទេសទូទាំងពិភពលោកគាត់បានឆ្លងផុតព្យុះភ្លៀងនៃវិបត្តិសេដ្ឋកិច្ចអឺរ៉ុបហើយ Zara ក៏នៅតែជាផ្លាកយីហោលំដាប់លេខ1របស់ពិភពលោកដែលបច្ចុប្បន្នមានសាខារហូតដល់ 4,300 សាខានៅតំបន់អឺរ៉ុបនិង400សាខានៅទ្វីបអាមេរិកហើយនឹងជិត900សាខានៅតំបន់អាស៊ីប្រសិនបើគិតត្រឡប់ទៅ3ឆ្នាំមុនគាត់បានផលិតសម្លៀកបំពាក់រហូតដល់ 83,500 សម្លៀកបំពាក់ហើយនឹងមានសាខាថ្មីបើកជារៀងរាល់ថ្ងៃទូទាំងពិភពលោករហូតដល់46សាខានៅសហរដ្ឋអាមេរិកនិង347សាខានៅចិននិង1938សាខានៅប្រទេសកំណើតរហូតធ្វើឲ្យគាត់មានទ្រព្យសម្បត្តិតម្លៃ $39,500 លានកាលពីឆ្នាំទៅហើយក៏បានធ្វើឲ្យគាត់ក្លាយទៅជាមហាសេដ្ឋីពេលបានឃើញទិន្នន័យជាតួលេខហើយបានធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលមានទាំងតួលេខទាំងតម្លៃទ្រព្យសម្បត្តិដ៏ច្រើនមហាសាលការពង្រីកសាខានិងអត្រាផលិតដែលអាចនិយាយបានថា Amancio Ortega ជាមនុស្សដែលគួរឲ្យសរសើរបំផុតដូច្នេះកុំឲ្យខាតពេលយូរយើងមកស្វែងយល់ពីអាថ៌កំបាំងរបស់គាត់វិញល្អជាង15ទស្សនៈជំនួញអាថ៌កំបាំងនៃភាពជោគជ័យរបស់ Amancio Ortega ដែលជាម្ចាស់ផ្លាកយីហោដ៏ល្បីឈ្មោះថា Zara ទស្សនៈទី1រស់នៅយ៉ាងសាមញ្ញបំផុតបើទោះបីជាលោក Amancio ប្រឡូកនៅក្នុងវិស័យ Fashion និងជាមហាសេដ្ឋីហើយក៏ដោយ
ក៏លោកនៅតែរស់នៅយ៉ាងសាមញ្ញរហូតធ្វើឲ្យលោកទទួលបានងារថា Mr. Absolute Normality ដែលមានន័យថាបរិសុទ្ធសាមញ្ញបំផុតអាហារពេលព្រឹករបស់លោកទទួលទានតែសាច់មាន់និងដំឡូងបារាំងចៀនប៉ុណ្ណោះព្រមទាំងទទួលទានអាហារជាមួយនឹងបុគ្គលិករបស់លោកដោយមិនប្រកាន់ខ្លួនទៀតផងមិនដែលមានការិយាល័យផ្ទាល់ខ្លួននោះទេដោយតាំងតែពីបង្កើតរោងចក្រមក40ឆ្នាំហើយក៏ដោយតែគាត់អង្គុយធ្វើការជាមួយនឹងបុគ្គលិកប្រសិនបើមានបុគ្គលិកណាចង់សួរយោបល់អ្វីនោះពួកគេអាចដើរមករកគាត់បានដោយមិនចាំបាច់ធ្វើការណាត់ជួបជាមុននោះទេបើទោះបីជាគាត់ជាម្ចាស់ច្នៃម៉ូដសម្លៀកបំពាក់ដ៏ល្បីហើយក៏ដោយគាត់នៅតែពាក់ខោអាវពណ៌ដដែលថ្ងៃខ្លះពាក់តែអាវយឺតនិងខោកាប៊យតែប៉ុណ្ណោះទស្សនៈទី2គ្រប់យ៉ាងត្រូវធ្វើដោយខ្លួនឯងគាត់បានចំណាយពេលជ្រើសរើសសាច់ក្រណាត់និងរបស់តុបតែងច្នៃប្រឌិតដោយខ្លួនឯងព្រមទាំងបាននិយាយទំនាក់ទំនងឈ្មោះកណ្ដាលដើម្បីឲ្យបានសម្លៀកបំពាក់ដែលគាត់ចូលចិត្តហើយត្រូវតែមានតម្លៃថោកបំផុតគាត់មានអាចកំបាំងសំខាន់ម្យ៉ាងគឺត្រូវបង្កើតផលិតផលឲ្យបានឆាប់រហ័សដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជននិងផ្ដល់ជូននៅផលិតផលនោះដល់អតិថិជនមុនហាងផ្សេងទស្សនៈទី3កុំចាប់អារម្មណ៍រឿងភាពល្បីល្បាញនិងចេញផ្សាយតាមព័ត៌មានខ្លាំងពេក Amancio ជាអ្នកជំនួញដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញតែគាត់បែរជាមិនចាប់អារម្មណ៍រឿងការចុះផ្សាយតាមសារព័ត៌មាននោះទេជាទូទៅគាត់មិនបានផ្ដល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាននោះឡើយទោះបីជាគាត់ជាអ្នកជំនួញដែលទទួលបានជោគជ័យបំផុតក្នុងជីវិតក៏ដោយតែរូបគាត់មិនដែលបានមានរូបថតនៅលើគេហទំព័រសារព័ត៌មានពីមុនមកទេព្រោះគាត់តែងតែនិយាយថាអ្នកគួរតែមានរូបថតនៅលើគេហទំព័រសារព័ត៌មានត្រឹមតែ3លើកបានហើយគឺនៅពេលកើតរាយការណ៍និងពេលស្លាប់4ភាពរហ័សរហួននៃការផលិតសម្លៀកបំពាក់របស់សារ៉ាអាចច្នៃម៉ូដនិងដេរប៉ាក់រហូតអាចលក់បានចំណាយពេលត្រឹមតែ2សប្តាហ៍ប៉ុណ្ណោះខណៈដែលហាងផ្សេងត្រូវចំណាយពេលមិនក្រោម2ទៅ3ខែនោះទេភាពរហ័សរហួននៅក្នុងការសម្របខ្លួនឲ្យត្រូវទៅនឹងការនិយមរបស់អតិថិជនធ្វើឲ្យការផលិតត្រូវចំណាយដើមទុនច្រើនតែដើម្បីបដូរយកភាពរហ័សរហួនដែលធ្វើឲ្យសារ៉ាត្រូវឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនឲ្យបានលឿនបំផុតទី5គ្រប់ចង្វាក់ផលិតកម្មត្រូវមានផែនការរឿងដែលធ្វើឲ្យ Amancio ទទួលជោគជ័យនិងស្លាកយីហោសារ៉ាយ៉ាងឆាប់រហ័សគឺដោយសាររូបគាត់បានបញ្ជូនបុគ្គលិកឲ្យទៅចុះប្រមូលទិន្នន័យយ៉ាងលម្អិតពីសម្លៀកបំពាក់តាមផ្នែកធំនៅទូទាំងពិភពលោកដើម្បីឲ្យដឹងថាតើប្រេនណាមួយកំពុងល្បីខ្លាំងរួចបញ្ជូនទិន្នន័យនោះឲ្យទៅអ្នកច្នៃម៉ូដដើម្បីច្នៃនិងធ្វើពុម្ពគំរូមុននឹងយកទៅពិភាក្សាអ្នកជំនាញលោកដែលមានតួនាទីប្រមាលមើលអំពីការនិយមនិងឥរិយាបថរបស់អតិថិជនហើយចុងក្រោយទៅបញ្ជូនលទ្ធផលនៃការច្នៃម៉ូដទៅកាន់អ្នកផលិតនៅអឺរ៉ុបនិងអាមេរិកខាងជើងជាដើមទី6សាងកម្លាំងជំរុញថ្មីដល់ឧស្សាហកម្មច្នៃម៉ូដ Amancio បានបង្កើតឲ្យមានកម្លាំងជំរុញថ្មីទៅដល់ឧស្សាហកម្មច្នៃម៉ូដដោយហាងសារ៉ានៅជុំវិញពិភពលោកត្រូវមានការផ្លាស់ប្ដូរឃ្លាំង2ដងនៅក្នុងមួយសប្តាហ៍និងរាល់ផលិតផលថ្មីទាំងអស់ត្រូវយកមកបង្ហាញនៅមុខហាងបដូរគ្នារាល់រយៈពេល2ថ្ងៃម្ដងដែលជាហេតុធ្វើឲ្យអតិថិជនមានការចាប់អារម្មណ៍ចំណែកឯការរៀបចំហាងត្រូវមានភាពច្នៃប្រឌិតនិងបូកជាមួយនឹងប្រព័ន្ធគោលដែលមានស្រាប់ទី7ច្នៃម៉ូដសម្លៀកបំពាក់ថ្មី3ដងក្នុងមួយថ្ងៃរបៀបធ្វើការនៅសារ៉ាគឺអ្នកច្នៃម៉ូដត្រូវតែច្នៃសម្លៀកបំពាក់ថ្មី3ដងក្នុងមួយថ្ងៃមុននឹងបញ្ជូនទៅឲ្យជាងធ្វើពុម្ពនិងយកទៅពិភាក្សានៅទីប្រជុំដើម្បីសម្រេចថាតើ fashion មួយណាលក់បានមួយណាលក់មិនបាននិងមួយណាដែលអតិថិជនកំពុងត្រូវការបំផុតបុគ្គលិករបស់សារ៉ានឹងផ្ដល់ព័ត៌មានបន្ថែមដល់អតិថិជនដែលធ្វើដំណើរតាមដងផ្លូវក្លឹបបារអាហារដ្ឋានដើម្បីស្រង់ទិន្នន័យថាតើអ្នកណាចូលចិត្តសម្លៀកបំពាក់បែបយ៉ាងម៉េចនោះទី8គន្លឹះសំខាន់នៃភាពជោគជ័យ Amancio ប្រាប់ថាការរក្សាទីតាំងផលិតឲ្យនៅជិតខ្លួនបំផុត
គឺជាគន្លឹះសំខាន់នៃភាពជោគជ័យដោយគាត់ជាម្ចាស់នៃការផ្គត់ផ្គង់ទាំងអស់និងផលិតដែលអ្នកប្រើប្រាស់អាចទិញបានប្រសើរជាងចម្លងម៉ូដពី fashion ផ្សេងៗទី 9 អភិវឌ្ឍមិនឈប់ឈរផលប្រយោជន៍ខ្ពស់បំផុតដែល Amancio បានទទួលអំពីការធ្វើជំនួញគឺការសម្របខ្លួននិងបូកបញ្ចូលគ្នានៅតម្រូវការទីផ្សារបានយ៉ាងល្អប្រសិនបើចង់ឲ្យមុខជំនួញទទួលបានការចាប់អារម្មណ៍ពីអតិថិជនយូរអង្វែងត្រូវតែមានការអភិវឌ្ឍកុំឈប់ឈរឲ្យសោះដើម្បីឆ្លើយតបទៅនឹងតម្រូវការនិងការរំពឹងទុករបស់អតិថិជនបានយ៉ាងឆាប់រហ័សទី 10 ដឹងថាអតិថិជនត្រូវការអ្វីនៅក្នុងពិភពជំនួញដែលមានការប្រកួតប្រជែងគ្នាខ្លាំងហើយនឹងមានផលិតផលស្តៀងគ្នាច្រើនដោយការបង្កើតគុណតម្លៃនិងភាពខុសគ្នានៃផលិតផលមិនមែនជារឿងងាយឡើយសូម្បីតែនៅក្នុងវិស័យច្នៃម៉ូដក៏ត្រូវបង្កើនគុណតម្លៃដោយការច្នៃប្រឌិតម៉ូដឲ្យទាក់ទាញភ្នែកពីព្រោះនឹងធ្វើឲ្យអតិថិជនអាចសម្រេចចិត្តជ្រើសរើសអ្នកផលិតមួយណាបានតែយុទ្ធសាស្ត្រកំពូលនៃភាពជោគជ័យរបស់ Amancio គឺការឆ្វេងយល់យ៉ាងស៊ីជម្រៅថាអតិថិជនត្រូវការអ្វីព្រោះវានឹងធ្វើឲ្យគាត់អាចឆ្លើយតបទៅនឹងតម្រូវការបានយ៉ាងឆាប់រហ័សទី 11 Zara ទទួលបានជោគជ័យដោយការច្នៃម៉ូដ Zara ទទួលបានភាពជោគជ័យបានក៏ដោយសារការប្រើប្រាស់យុទ្ធសាស្ត្រប្រកួតប្រជែងខុសៗគ្នា Amancio បាននិយាយថា Zara មិនបានអភិវឌ្ឍផលិតផលឲ្យអស្ចារ្យឬលោឆាយក្រៅតែពីការ design ឡើយតែអស្ចារ្យនៅត្រង់ថាការច្នៃម៉ូដសម្លៀកបំពាក់ឲ្យត្រូវទៅនឹងតម្រូវការរបស់អតិថិជនហើយផ្លាស់ប្ដូរយុទ្ធសាស្ត្រក្រុមហ៊ុនឲ្យស៊ីចង្វាក់គ្នាដោយប្រើដើមទុនដ៏តិចបំផុតទី 12 មិនចាំបាច់ប្រើអ្នក design ល្បីឈ្មោះឡើយ Zara មិនចាំបាច់ប្រើអ្នក design ល្បីឈ្មោះដើម្បីបង្កើតភាពរឹងមាំឡើយតែផ្ដោតសំខាន់ទៅលើការងារជាក្រុមអ្នក design ភាគច្រើនជាយុវវ័យដែលទើបតែបញ្ចប់ការសិក្សាផ្នែក design ព្រោះការដែលពួកគេមិនសូវល្បីឈ្មោះជាការងាយស្រួលនៅក្នុងការណែនាំនិងកែតម្រូវដើម្បីឲ្យត្រូវនឹងតម្រូវការរបស់អតិថិជនដែលពូកែត្អូញត្អែទី 3 ច្នៃម៉ូដ fashion ឲ្យស័ក្តិសមទៅនឹងអតិថិជនដោយតម្លៃថោក Zara បានដឹងថាអាចមានការឆ្លុះវង្វេងនិងការហួសសម័យរបស់ fashion សម្លៀកបំពាក់តែអតិថិជនត្រូវការអ្វីដែលស័ក្តិសមនឹងខ្លួនឯងច្រើនជាងនិងមានតម្លៃមិនថ្លៃប៉ុន្មានដែលអាចទិញដោយមិនស្ដាយលុយទី 14 ភាពថ្មីប្លែកគ្រប់ពេលការឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនគឺជារឿងដែលស្រួលនិយាយតែពិបាកនឹងសម្រេចបានពីព្រោះអតិថិជនត្រូវការផលិតផលដែលល្អបំផុតហើយមានតម្លៃថោកដូច្នេះទើប Zara តែងតែមានសម្លៀកបំពាក់ថ្មីប្លែកគ្រប់ពេលដែលធ្វើឲ្យអតិថិជនមើលឃើញម៉ូដថ្មីប្លែកផ្លាស់ប្ដូរគ្នារហូតនិងមានភាពរហ័សបំផុតដើម្បីឆ្លើយតបទៅនឹងតម្រូវការទី 15 ការតាមដាននានាការសម្លៀកបំពាក់ជាប់រហូតការផ្ដល់នៅរបស់ដែលអតិថិជនត្រូវការយ៉ាងឆាប់រហ័សនៅតម្លៃសមរម្យដោយការតាមដាននានាការសម្លៀកបំពាក់ដែលអតិថិជនប្រើប្រាស់ប្រចាំថ្ងៃនិងស្តុកផលិតផលក្នុងហាងឲ្យតិចដើម្បីងាយស្រួលបត់បែនដែលយុទ្ធសាស្ត្រនេះបានក្លាយទៅជាយុទ្ធសាស្ត្រឧស្សាហកម្មដែលមានឈ្មោះថា Fast Fashion ចំណុចសំខាន់មួយទៀតដែលធ្វើឲ្យ Amancio ទទួលបានជោគជ័យគឺការចំណាយដើមទុនតិចនៅក្នុងការជួលអ្នក design ទើបតែរៀនចប់និងមានការផ្សាយពាណិជ្ជកម្មថោកៗធ្វើឲ្យ Zara អាចផលិតសម្លៀកបំពាក់មួយម៉ូដតាមចំនួនកំណត់ពេលអតិថិជនដឹងថាម៉ូដនីមួយៗមានចំនួនកំណត់ពួកគេក៏ប្រញាប់ទិញព្រោះខ្លាចមិនទាន់សម័យចំណុចល្អនៃការផលិតមានចំនួនកំណត់គឺធ្វើឲ្យអតិថិជនមកហាងជាបន្តបន្ទាប់ដើម្បីមកទិញសម្លៀកបំពាក់ម៉ូដថ្មីមានភាពស៊ាំនិងចងចាំស្លាកយីហោបានយ៉ាងច្បាស់ហើយជួយកាត់បន្ថយការចំណាយនៅក្នុងនោះស្រាប់តែម្ដងដោយសារតែ fashion ចេញរហ័សនិងតម្លៃសមរម្យជាហេតុធ្វើឲ្យស្លាកយីហោម៉ាក Zara ស្ថិតក្នុងចិត្តរបស់អតិថិជនរហូតមកដល់បច្ចុប្បន្ននេះអ្នកជោគជ័យភាគច្រើនតែងតែយកចិត្តទុកដាក់ផ្ដោតទៅលើការងារនិងជំនួយរបស់ពួកគេអស់ពីដៃពីជើង Amancio Ortega
ជាគំរូដ៏ល្អនៃអ្នកដែលទទួលបានជោគជ័យបំផុតដែលអ្នកជំនួញភាគច្រើនយកដំដាប់តាមដើម្បីជាកម្លាំងចិត្តបើទោះបីជាគាត់ទទួលបានជោគជ័យខ្លាំងតែការដែលខ្ញុំមើលឃើញគឺគាត់មិនដែលឈប់អភិវឌ្ឍខ្លួនឡើយខ្ញុំជឿថាប្រសិនបើអ្នកធ្វើជំនួញឲ្យអស់ពីចិត្តពីថ្លើមនិងអភិវឌ្ឍមិនឈប់ឈរគ្មានអ្វីមករារាំងអ្នកមិនឲ្យទទួលបានជោគជ័យនោះឡើយ